បាទតែគ្រប់ជំរាបសួរបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទមានបងប្អូនប្រុសម្នាក់គាត់សួរខ្ញុំចុះបើដៃមានខ្សែវាសនាពីរយ៉ាងម៉េចទៅវិញបាទខ្សែវាសនាឥឡូវខ្ញុំគូសខ្សែវាសនាឲ្យបងប្អូនមើលមួយនេះជាទម្រង់នៃខ្សែវាសនាដោះទៅអញ្ចឹងបាទអ្នកខ្លះមានខ្សែវាសនាច្រើនបាទអ្នកខ្លះអាចមានខ្សែវាសនាដោះពីនេះបាទខ្លះអាចដោះពីនេះបាទជាងដោះច្រើនចុះបើអ្នកដែលមានខ្សែវាសនាពីរយ៉ាងម៉េចដែរអ្នកមានខ្សែវាសនាពីរជាទូទៅគឺល្អទៅតាមទម្រង់នៃខ្សែវាសនាបាទបើសិនជាមានខ្សែវាសនាមួយហើយមានខ្សែវាសនាមួយទៀតដែលដោះចេញពីខ្សែជីវិតទៅឧទាហរណ៍ខ្សែវាសនាមួយទៀតដោះចេញពីខ្សែជីវិតទៅអញ្ចឹងបាទហ្នឹងក៏អាចរាប់ថាជាខ្សែវាសនាពីរដែរជាងខ្សែវាសនាដែលដោះចេញពីខ្សែជីវិតគឺអត់សូវល្អទេពីព្រោះកាលណាដោះចេញពីខ្សែជីវិតមានន័យថាជាបុគ្គលម្នាក់ដែលរ៉ាប់រងច្រើនទទួលខុសត្រូវច្រើនបាទរ៉ាប់រងច្រើនទទួលខុសត្រូវច្រើនទៅលើគ្រួសារអាចមានការនឿយហត់ឬក៏លះបង់ច្រើនដើម្បីគ្រួសារចុះបើខ្សែវាសនាមួយដោះចេញពីទួលច័ន្ទមានន័យថាជាមនុស្សដែលមានការជួយឧបត្ថម្ភការគ្រប់គ្រងឬក៏ជាមនុស្សដែលនឹងអាចមានលក្ខណៈនឹងងាយស្រួលជាងបាទមានការគ្រប់គ្រងល្អជាងបាទមានការជួយឧបត្ថម្ភនឹងល្អជាងអញ្ចឹងមានន័យថាមួយចំណែកនៃខ្សែវាសនាដែលដោះចេញពីខ្សែជីវិតគឺគាត់ជួយគ្រួសារគាត់ហើយមួយចំណែកដែលមានខ្សែដែលដោះចេញពីខ្សែពីទួលច័ន្ទក៏មានន័យថាមានគេជួយគាត់ដែរអញ្ចឹងដៃនេះគឺអាចមានន័យថាគាត់បានពីក្អែកចែកទៅតវ៉ៅបាទមានន័យថាបានពីការដែលជំនួយពីខាងក្រៅផ្សេងឬក៏បានមកពីការងារដែលល្អមានលក្ខណៈធូរហើយទៅជួយទៅលើបញ្ហានៅក្នុងក្រុមគ្រួសារនោះដែរបាទអញ្ចឹងខ្សែវាសនាពីរនេះក៏វាបញ្ជាក់វាឆ្លើយគ្នាទៅវិញទៅមកដែរមានន័យថាមួយខាងគឺទទួលជំនួយហើយមួយខាងទៀតគឺត្រូវជួយផ្គត់ផ្គង់ទៅលើគ្រួសារដែរអញ្ចឹងអត្ថន័យរបស់វាគឺអញ្ចឹងទីតវាស៊ីសងទៅលើទីតាំងដែលវាដោះដែរបាទតើវាដោះចេញពីខ្សែជីវិតមួយឬក៏វាដោះចេញពីជ្រុងណាមួយអានេះខ្ញុំគ្រាន់តែលើកឧទាហរណ៍បាទដើម្បីបញ្យល់បងប្អូនដែលគាត់ឆ្ងល់ពីរឿងហ្នឹងទេបាទ